វីដេអូនេះសម្រាប់អ្នកដែលចង់ធ្វើតាក់ទងទៅនឹង finance វីដេអូ financial content តែនៅបរទេសគេធ្វើច្រើនដែរហើយ content នេះគឺល្អដែរអញ្ចឹងខ្ញុំនឹងចែកម្លែកពីរបៀបធ្វើវាអត់ពិបាកទេវារៀងស្រួលដែរដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចធ្វើបានអញ្ចឹងតោះយើងទៅមើលទាំងអស់គ្នាធ្វើវីដេអូ financial content ខ្ញុំឲ្យអ្នកទាំងអស់គ្នាទៅមើល channel របស់គេសិនដោយសារវាជាការ brainstorm ដែរដើម្បីឲ្យអ្នកទាំងអស់គ្នាយល់អញ្ចឹងយើងមក YouTube channel មកបន្តមកអ្នកទាំងអស់គ្នាអាចចូលទៅមើល channel គេល្បីៗមួយចំនួនដែលគេធ្វើឥឡូវខ្ញុំឲ្យអ្នកទាំងអស់គ្នាមកមើល channel ខ្លះវាគេ channel គេធំហើយអញ្ចឹងខ្ញុំឲ្យអ្នកទាំងអស់គ្នាមកមើល channel ទូចមួយវិញនេះ becoming more channel ហ្នឹងក៏គេនិយាយពី finance ដែរអញ្ចឹងនេះគឺជាវីដេអូរបស់គេដែលគេធ្វើហើយយើងចូលមកមើលមកគេធ្វើនៅឆ្នាំនេះគឺ channel យូរហើយតែគេទំកែ content ទេsubscribe ក៏មិនច្រើនដែរ 60k ជាងអញ្ចឹងយើងចង់ដឹងថាគេរកចំណូលបានប៉ុន្មានយើង copy មកហើយចូលមក socialplan.com អញ្ចឹងបន្ទាប់មកយើងផាសមកផាស link channel ហ្នឹងមកវានឹងទៅ analyze channel ហ្នឹងឲ្យយើងអញ្ចឹងនេះ channel នេះมันនេះបន្ទុកមិនសូវល្អប៉ុន្មាន grade C តែគេអាចរកចំណូលបាននេះពី$40ទៅ$700ក្នុងមួយខែណានេះ channel ទី1មាន channel មួយទៀតដែលល្បីដែលគេអាសាយកមកមើលគឺនេះ Nick Invest Nick Invest នេះគឺល្បីមែនតើដែលធ្វើតាក់ទងនឹង finance អញ្ចឹងគេធ្វើនៅក្នុងឆ្នាំ2025ទេខែ1អញ្ចឹងវាមួយឆ្នាំជាងហើយតែ channel របស់គាត់គឺផ្ទុះខ្លាំងអញ្ចឹងយើងយកមកផាសមក$172k គេរកបាន$283ទៅដល់$4.5k $4,000ជាង$7,500អញ្ចឹងនេះគឺជាការ brainstorm ដែលអ្នកគ្នាយល់គេធ្វើវាមិនអញ្ចឹងណាដោយសារតែនៅមាន channel ល្បីៗច្រើនទៀតដែលអ្នកគ្នាអាចរៀនសូត្រតាមបានអញ្ចឹងវិធីធ្វើគឺខ្ញុំមាន step មួយចំនួនឲ្យអ្នកទាំងគ្នាខ្ញុំ note មកប៉ុណ្ណេះទី1គឺអ្នកគ្នាត្រូវ generate រូបភាពជា brand របស់ខ្លួនឯងមួយអញ្ចឹងណាដូច Nick Invest នេះឃើញគេដាក់រូបអញ្ចឹងដំបូងយើងត្រូវ create រូបធ្វើម៉េចឲ្យដូចរបស់គេដែរវាមិនដូចគាត់ថាស្តៀងអញ្ចឹងណាអញ្ចឹងអ្នកគ្នាអាច copy អានេះមកនេះ copy create character នេះ copy យកទៅផាសនៅក្នុង Gemini នៅក្នុង Gemini AI អញ្ចឹងនៅក្នុង Gemini បន្ទាប់មកយក create image នេះមកបន្ទាប់មកអ្នកផាសនេះចូលមកវាអត់បាក់ទេពេលដែល create វាអាស្រ័យលើ speed internet cannot ចូលអត់ឲ្យអត់ create ឲ្យ cannot require right now because interesting third party content provide ពេលខ្លះ AI វាអត់ឲ្យដែរអញ្ចឹងយើងសាកវាម្ដងទៀតមើលបើសិនបើធ្វើទៅលើនឹងអត់បានយើងទៅធ្វើលើ AI ផ្សេងមួយទៀតដែលគេ allow អញ្ចឹងនេះតែនេះគេវានឹងចាត់រូបភាពបែបនេះឲ្យយើងមួយអញ្ចឹងអានេះគឺជា unique របស់យើងហើយអញ្ចឹងយើង download វាមកទៅពេល download ហើយអ្នកទាំងនេះយកទៅទុកនៅ folder ណាមួយដែលអ្នកគ្នាចង់ទុកតែខ្ញុំធ្វើ demo អញ្ចឹងខ្ញុំដាក់នៅលើ desktop នេះមកដើម្បីស្រួលរកបន្ទាប់ពីយើងបង្កើតរូបភាពហើយយើងទៅ copy script ពី YouTube channel របស់គេវិញចាំដល់ step ទី2 step ទី2អ្នកទាំងនេះចូលមក YouTube មកចូលមក YouTube channel មានច្រើនដែលគេនិយាយពី finance អញ្ចឹងនេះចាស់ខ្ញុំឧទាហរណ៍ថា Nick នេះគេល្បីហើយអញ្ចឹងមកនេះក៏បាន Chris Invest នេះក៏និយាយពី finance ដែរអញ្ចឹងអ្នកទាំងគ្នាចុចកន្លែងវីដេអូហើយយក popular នេះមកវីដេអូគេល្បីមានច្រើនណាស់នេះអញ្ចឹងអ្នកទាំងគ្នាស្រឡាញ់វីដេអូមួយណាឥឡូវឧទាហរណ៍ថាខ្ញុំចង់និយាយថា why the first of $10,000 is hard គាត់ថាលុយ$10,000ក្នុងដៃលើដំបូងគឺពិបាករក$10,000ក្នុងខ្លួនអញ្ចឹងអានេះគេនឹងចែកម្លែកអានេះអញ្ចឹងខ្ញុំអត់ខ្វល់ថាគេចែកម្លែករបៀបមិនទេចុចមកគឺឃើញពាណិជ្ជកម្មមុនគេអញ្ចឹងអ្នកនេះចុចមកនេះមកហើយអ្នកនេះចុច show transcript នេះយើងទៅរក transcript របស់គេ
chẳng viên là trên transcript nâng màu ấy transcript chứ từ bốn cái bị trên chứ chẳng lẽ này chạy lại tại bảy này hỏi giờ tangle timestamp này chẳng viên là bắt màu mà chẳng lẽ thì copy mà copy script nâng mà copy script nâng máu và máu mà chat GPT này là script nâng mà script nâng nói là từ copy nhung ta xe nâu này hỏi nè rewrite nè nên là hỏi vì ta xe ra mấy ở lại chỉ bao nhiêu rồi vào script trả ok nhớ khác mà tao mất chơi tục rồi là hay chọn chẳng chat GPT về này generate out này ok nhé ô mà gặp phục rồi sẽ cả này trên mạng no tạm ở đây anh ấy script để chat GPT vì ai mà vì xe thông máy giống như xe này many success investor enterprise ấy này giống đây the most popular one of voice ấy nè invest later they will unit trong đây nắng này là miền tây là nghe ai mơ đấy còn này là trong mơ tây off shop một crom copy về copy copy hỏi là nghe châu từ Google Studio cho tới căn website mới để chúng ta Google Studio này vì chỉ AI ở trên mới bật Google cho nên là check cái start này mà vì anh có thể tóm lại check bill này mà nè nên là cái do spec tech check nó lại này là cái ai rồi bạn này rồi xâm lên thì trong ban xâm lên là kê ok lấy do xâm lên ok do xâm lên pro cho do xâm lên pro chẳng lẽ nghe copy hết script mình cho mà script mình nó nếu mình đi hiện là cái ai sau đây bạn đối thoại cho nó chương là copy cho nó chương tiếp tục mà đông sinh từ cho nó chương lứa mọi viên dây được không chẳng đây cái intro vào trong đây đó là mơ mà đây trong ba bị bệnh cái vậy đang ra nơi không website này cái nên là dùng script nâng máu AI về dây dùng dừng viên dây giống này chẳng là thôi trong anh làm chọn nhưng mà trong ở click như thế step bao nhiêu đấy cái này ấy nè em được như ai sẽ bạn sẽ bị mà chọn như trong mà chẳng đi sẽ bạn nói viên giấy mình ấy mình tam ca trong bạn mà lại nói liền return first trong đây nếu sai lên này là nên trong bán trong bạn bị mất ở bây giờ thôi mạch ở bên giấy mạch thua được hai vào small pictures thua này mình đập thua mà lại tới rừng dù rừng này dù rừng nhận là rừng quỳ thừa như viên chẳng hạn
vô rừng anh coi sợi trời thằng bên này trong bàn này rồi ấy và dân ở đây thế này về bạn việc cắt bạch bạch như chẳng transparency em nhưng mà coi sợi lên đây các bạn rồi copy cho các bạn một cái anh coi cài vì họ trong cho một copy đăng đi các bạn này tam bây giờ anh chọn thế nhưng sợi hỏi thằng một phần năng chắc to máu này anh chạy răng đi chạy răng nắng viên năng bạc cả cho xâm lây này dương này viên năng tas an xâm lây tam script để dương đạo viên năng lấy về trên đặt hào vậy về để trên đặt nó này chụp download mà download bây giờ mình đặt đông màu dương ban thôi này hỏi thì mỗiคือធ្វើរូបហើយទី2គឺក៏បាន convert script គេនឹងហើយចុចដល់ទី3គឺបង្កើតរូបភាពទៅតាម script អញ្ចឹងទី3និងទី4ហ្នឹងគឺវាពាក់ព័ន្ធគ្នាអញ្ចឹងអ្នកត្រូវបើកនេះសិនត្រូវបើក CapCut បើ CapCut ដាក់ new project នេះមក new project បន្តមកទៅដាក់ audio មិនភាសាតែយើងបាន download សំឡេងហ្នឹងមកហើយអញ្ចឹងយើងទៅសំឡេងហ្នឹងមក audio នេះខ្ញុំ download ហើយយើងដាក់នៅក្នុងនេះនេះអញ្ចឹង import 2នាទីតែ2នាទីទេអញ្ចឹងអូខេដើម្បីបានរូបមកដាក់តែគ្នាត្រូវចូលមក Google Chrome ហើយមក Google Chrome នេះមក Google Chrome ហើយ search ពាក្យថា Flow AI Flow AI នេះគឺយើងអាច generate រូបភាពបានអញ្ចឹងតោះមកចុច continue to create នេះដោយសារតែខ្ញុំមាន register ជាមួយនឹង email របស់ខ្ញុំរួចហើយអញ្ចឹងខ្ញុំយក new projectនេះអ្នកគ្នាយកកន្លែងនេះវាឲ្យរើសវាមានវីដេអូនិងរូបភាពអញ្ចឹងខ្ញុំយករូបភាពហើយខ្ញុំយកផ្ដេកអញ្ចឹងកន្លែងនេះយើងចុច upload រូបដែលយើងចង់ create ឥឡូវរូបដែលយើងចង់ create មានន័យថារូបដែលយើងធ្វើមុននេះរូបនេះជា unique របស់យើងអញ្ចឹងខ្ញុំ upload អានោះចូលមកអូខេ upload វានឹងចេញទម្រង់បែបហ្នឹងបន្ទាប់មកអ្នកនរគ្នានេះ
giờ nè copy này copy thì bến create illustrator using đi trên mình nên làឲ្យកើតរូបភាពដែលយកលំនាំតាមរូបនឹងអញ្ចឹងតោះមកចូលមកនេះវិញមកនេះចូលមកអានេះហើយយើងធ្វើនៅក្នុងជាសំឡេងអញ្ចឹងខ្ញុំ copy អានេះមក copy អានឹងមកយកមកដាក់ក្នុងបាត់ tab ផ្សេងគ្នា set មែនអូខេអញ្ចឹងនេះយើងយកមក copy ដាក់ក្នុងនឹងមកអញ្ចឹងនៅពេលដែលយើងចុចទៅវានឹង generate រូបនឹងឲ្យយើងតែនេះ free យើងអាច create បានប៉ុន្តែវា limit ដែរវាមិននេះទេវា free តែវាមានឲ្យយើងទិញដែរអានេះវា select internet របស់យើងដែរអញ្ចឹងឃើញអ្នកវា generate ចេញអញ្ចឹងយើងចង់បានយើងចង់បានលើវាយើងនេះមកយើងចុចតែ download នេះអញ្ចឹងវានឹង download ឲ្យយើងខ្ញុំធ្វើ sample ឡើងដល់នេះអញ្ចឹងតទៅពី download អានឹងហើយយើងចូល CapCut វិញមកខ្ញុំអត់ចង់ download ប្រកាសទាំងអស់ហើយយកមកដាក់ក្នុង CapCut ទេដែលឲ្យច្រឡំអញ្ចឹងធ្វើម្ដងមួយហើយយកមកដាក់ import ចូលមកវាអត់ច្រឡំគ្នារូបនេះ invest នេះរូបនេះអញ្ចឹងនៅពេលដែលនេះគឺយើងទាញមកទាញទៅយើងត្រូវទៅមើលថាសំឡេងហ្នឹងវាត្រឹមណាសំឡេងហ្នឹងវាត្រឹម painfully slow អញ្ចឹងយើងត្រូវស្ដាប់វាអញ្ចឹងត្រឹមប៉ុណ្ណឹងអ្នកនរអាចកាត់វាប៉ុណ្ណឹងមកអញ្ចឹងគេទាញអារូបហ្នឹងដល់ប៉ុណ្ណឹងអញ្ចឹងគេថារូបហ្នឹងនឹងសំឡេងហ្នឹងគឺវា script វាកាត់ត្រឹមប៉ុណ្ណឹងអានេះទី1ទី2អ្នកតាទៅធ្វើអញ្ចឹងបណ្ដែត copy នេះ copy ប៉ុណ្ណឹងទៅមកចូល Flow AI ហ្នឹងទៅមកហើយយើងនេះហើយយើងរើសរូបនឹងបណ្ដែតមកcopy វាមកហើយយកអានេះសរសេរមែននេះអាទី3នេះយកផាសលើវាមកវានឹងបង្កើតរូបដដែលហ្នឹងទៅជារូបភាពមួយទៀតឲ្យយើងអញ្ចឹងអ្នកធ្វើចឹងរហូតទៅហើយធ្វើដូចមិញដដែលចឹងទៅនឹងអ្នកថានឹងបង្កើតបានជាវីដេអូមួយដែលនិយាយពី finance ហើយview នឹងចាស់តែរូបភាពហ្នឹងហើយយើងយកទៅ create នៅលើ CapCut ហ្នឹងឯង view កន្លែងហ្នឹងអញ្ចឹងប៉ុណ្ណឹងខ្ញុំគិតថាអ្នកនរយល់ហើយអ្នកអាចធ្វើបានភាសាវាអត់ពិបាកទេហើយយើងនេះគ្រាន់តែជាគំនិតខ្លះៗដែលអ្នកអាចធ្វើហើយបើសិនជាអ្នកមានអីដែលល្អយ៉ាងនោះទៀតក៏រត់ទៅល្អដែរដោយសារពេលខ្លះយើងមានហើយប៉ុន្តែយើងអត់មានគំនិតធ្វើវិវាអីចឹងណាអានេះគ្រាន់តែជាគំនិតនៃការធ្វើវិវាទេអញ្ចឹងចុច download មកអូខេចឹងខ្ញុំមក CapCut វិញដដែលហើយ input រូបមិញចូលចឹងទាញរូបនឹងមកដាក់អូខេរូបនឹងដូចខ្ញុំប្រាប់ពីដើមគឺមកមើលនេះនេះគេដាក់ page check alone អញ្ចឹងអ្នកត្រូវស្ដាប់វាថា page check alone នឹងត្រឹមណា
នេះវាត្រឹមនេះ page load អញ្ចឹងនៅនេះត្រូវទាញអានេះដល់ហ្នឹងអញ្ចឹងអានេះទី2ហើយទី3វាអត់មានអីទេគឺធ្វើដូចគ្នាធ្វើបណ្ដាអញ្ចឹងក៏ដូចខ្ញុំប្រាប់ដែរឥឡូវនេះធ្វើឲ្យពេញវីដេអូមកស្រួលមកតែដូចនិយាយយ៉ាងវារៀងវានេះដែរវា take time រឿងហ្នឹងវា take time រឿងធ្វើអារូបហ្នឹងឯងចឹងតែអញ្ចឹងអ្នកនេះ copy អាហ្នឹងមកនេះហើយទៅ copy អា script មិញអា script copy តទៀតណាដើម្បីឲ្យវាទៅបង្កើតរូបភាពឲ្យយើងឧទាហរណ៍ freedom much faster អញ្ចឹងយើងអាចឲ្យវា generate ចោលដែរយើងទៅមើលនៅក្នុង CapCut ដើម្បីស្ដាប់សំឡេងវាកាត់នេះអញ្ចឹងវាត្រឹម much faster នេះអញ្ចឹងអ្នកខាត់ត្រឹមហ្នឹងមកពេលអ្នកខាត់ត្រឹមហ្នឹងអ្នកទៅមើលរូបភាពនេះរូបភាពនេះគឺវា generate ឲ្យអញ្ចឹងវា generate ឲ្យយើងទៅ copy វាមកទៅ download វាមកតោះមកយើងមកដាក់នៅក្នុង CapCut តទៀតខ្ញុំឲ្យអ្នកនរទៅនេះការ folder មួយទៅស្រួលធ្វើវាដោយសារតែខ្ញុំ demo អញ្ចឹងខ្ញុំអត់នេះទេខ្ញុំអត់បានរៀបចំ folder មួយទេតែប៉ុន្តែនេះត្រូវធ្វើវីដេអូពេញតែខ្ញុំគាត់ថាកុំឲ្យវាវែងពេកខ្ញុំចូលចិត្តកាត់ចោលត្រឹមប៉ុណ្្នឹងទេអញ្ចឹងនៅពេលដែលអ្នកនរធ្វើហើយអូខេនេះនៅលើនេះនៅលើ CapCut តមកទៀតអ្នកនេះអាចដាក់នេះបានcaption មានន័យថាយើងដាក់អក្សរយើងដាក់អក្សរ auto caption អីចឹងអញ្ចឹងវាមានច្រើនឥឡូវខ្ញុំឧទាហរណ៍ខ្ញុំស្រឡាញ់អានេះចឹងអញ្ចឹងយើងទាញមកក្នុងនេះវាមាន font ឲ្យយើងរើសទៀតអញ្ចឹងយើងស្រឡាញ់ font នេះគេមានច្រើនខ្ញុំបានស្គាល់នេះយើងសេរីហើយក៏មានសេរីហើយ export វាមកshow content អូខេ
វីដេអូហ្នឹងនៅពេលដែល export ចប់គឺយកទៅខុសបានហើយអញ្ចឹងដូចជាមានអីវីដេអូហ្នឹងតែប៉ុណ្ណឹង